เคยังไงเนี่ยอันนี้อย่างไรยังมีกำลังเจนดำน้าเตอร์เลงภาษาตับปรุงจังไปจ้องดังไทยยมเตอร์เลงមានទេសភាពស្អាតយ៉ាងណាមកតាមតាមយើងទាំងអស់គ្នាឥឡូវមុនចេញទៅហ្នឹងក៏មកធ្វើការស្លៀកពាក់ស្បែកជើងអីមើលទៅវាសមសួនអីចឹងណាពុកម៉ែបងប្អូនទាំងគ្នាមើលមកទៅថតរូបឲ្យវាស៊ីតែមិនបាច់មើលមកទេតឹងចង់ងាប់ឲ្យស្បែកជើងនឹងវាតឹងជាមួយស្រោមជើងទៀតហ៎ហើយនិយាយពីថាទេសភាពតាមដងផ្លូវពុកម៉ែបងប្អូនទាំងអស់គ្នាហើយមើលទៅវីដេអូខ្ញុំទៅជាក់ភ្នែកខ្លាំងមែនទែនជិះម៉ូតូកាន់ទូរស័ព្ទថតបណ្ដាអត់ចេះខ្មាស់គេទេក៏ប៉ុន្តែដោយសារតែចង់ថតឲ្យពុកម៉ែបងប្អូនទាំងគ្នាមើល view នៅសៀមរាបទេសភាពតាមដងផ្លូវអញ្ចឹងណាពុកម៉ែបងប្អូនទាំងគ្នាក៏សុខចិត្តថាខ្មាស់គេក៏ថតឲ្យពុកម៉ែបងប្អូនទាំងគ្នាមើលដែរចឹងនិយាយថាស្អាតយ៉ាងណាពុកម៉ែបងប្អូនទាំងគ្នាហើយអ្នកនរគ្នាឥឡូវគឺជិះមកដល់ហើយចាំមើលវីដេអូខ្ញុំទាំងអស់គ្នាថាខ្ញុំទៅដល់ណាខ្លះនិយាយពីថាម៉ូតូហ្នឹងនិយាយពីជីឈប់ថតតាមផ្លូវនិយាយពីគេអ្នកមើលមកថាអូនហ្នឹងងាកថតស្អីហ្នឹងអើយពុកម៉ែបងប្អូនទាំងគ្នាឲ្យដើម្បីពុកម៉ែបងប្អូនទាំងគ្នាបានតាមដានទស្សនាក៏ថតរហូតឥឡូវបានធ្វើដំណើរមកដល់មុខខ្លងទ្វារចូលទៅប្រាសាទតាព្រំហើយពុកម៉ែបងប្អូនទាំងគ្នាជឿខ្ញុំមកសៀមរាបកុំរំលងប្រាសាទតាព្រំឲ្យសោះពុកម៉ែបងប្អូនទាំងគ្នានិយាយពីថាចូលខ្លងទ្វារដំបូងមិនទាន់ឃើញស្អាតទេពុកម៉ែបងប្អូនទាំងគ្នាយើងចូលមកដល់ក្នុងប្រាសាទហើយនិយាយពីថាដើរឃើញជើងខ្លួនឯងស្អាតពេកក៏ទាញកាមេរ៉ាថតម៉ែឲ្យដើរចង់ជពុបជើងដួលដោយសារតែមើលជើងក្នុងកាមេរ៉ាហើយទៅពេលឥឡូវគឺខ្ញុំបានមកដល់ហើយបន្ទាប់ពីមកដល់ហ្នឹងក៏ទាញកាមេរ៉ាធ្វើឯងដើរថតនិយាយតាមផ្លូវដូចអ្នកធ្វើ vlog ល្បីតាមការពិតគ្មានល្បីអីមកពីណាទេពុកម៉ែបងប្អូនទាំងគ្នាអីអ្នកនៅពោធិ៍សាត់យើងហ្នឹងក៏ប៉ុន្តែមករស់នៅសៀមរាបរយៈពេល1ខែក៏បានដើរលេងហើយនិយាយពីដើរលេងថតដល់ fan នៅក្នុង Facebook ធុញគ្រប់គ្នាហើយនេះបន្ទាប់ពីសម្ដែងដើរថតតាមផ្លូវអស់ចិត្តមកក៏មកដល់ឃើញខ្លងទ្វារប្រាសាទតាព្រំពុកម៉ែបងប្អូនទាំងអស់គ្នាហើយសប្បាយចិត្តយ៉ាងណាសប្បាយចិត្តស្ទើរតែរកអីប្រៀបទៅប្រមាណស្អាតណាស់មកលេងមិនខកបំណងទេឥឡូវគឺខ្ញុំបានមកដល់ប្រាសាទតាព្រំហើយគឺទេសភាពពិតជាស្អាតខ្លាំងមែនតើមើល view នៅខាងក្រោយខ្នងខ្ញុំហើយមាន view ជាច្រើនសម្រាប់ថតក៏ប៉ុន្តែខ្ញុំផ្ដិតរូបភាពតែកន្លែងនឹងមួយទេហើយខ្ញុំនៅមានកន្លែងផ្សេងទៀតដែលអត់ទាន់ដល់ហើយបើចង់មកលេងគឺមកលេងបានប្រាសាទតាព្រំគឺមានទេសភាពស្អាតខ្លាំងមែនតើពុកម៉ែបងប្អូនទាំងគ្នាតោះទៅមើលបន្តមួយយើងទាំងអស់គ្នាអ្នកនរគ្នាទេសភាពនៅខាងក្រៅខ្នងខ្ញុំនេះគឺស្អាតខ្លាំងមែនតើពុកម៉ែបងប្អូនអ្នកគ្នាតិចភ្នែកស្រស់ស្រាយនិយាយរួមទៅបើមកសៀមរាបកុំភ្លេចឲ្យសោះប្រាសាទតាព្រំគឺមើល view ខាងនេះពុកម៉ែបងប្អូនអ្នកគ្នា